ការស្រមើស្រមៃគឺជាដំណើរការរបស់ខួរក្បាលដែលកើតឡើងពីការជំរុញរបស់ចិត្តក្នុងការស្វែងរកភពដ៏អស្ចារ្យមួយដែលវាកើតឡើងពីសេចក្តីប្រាថ្នាដ៏រុងរឿងក្នុងជីវិតភពនេះគឺមានអ្វីគួរឲ្យរីករាយនិងពោពេញទៅដោយសេចក្តីសុខភមង្គលក្នុងជីវិតដែលមានដូចជាផ្ទះវិឡាភូមិគ្រឹះឬវិមានដ៏ស្កឹមស្កៃមានទីធ្លាសួនច្បារអាងហែលទឹកនិងកន្លែងកម្សាន្តដ៏សែនមនោរម្យមានមាសប្រាក់ពេជ្រគ្រឿងអលង្ការកែវកងនិងរតនសម្បត្តិច្រើនស្អីស្ការាប់មិនឈ្នះមានកង់ម៉ូតូឡានកប៉ាល់យន្តហោះទំនើបគ្រប់ប្រភេទមានអ្នកបម្រើឆ្វេងស្ដាំលើក្រោមជុំវិញជំនួសការងារគ្រប់វិស័យមានអ្វីគ្រប់យ៉ាងជាច្រើនទៀតទៅតាមសេចក្តីត្រូវការនិងការចង់បានការចាប់ផ្ដើមធ្វើការស្រមើស្រមៃទៅរកអ្វីដែលអស្ចារ្យទាំងនេះប្រៀបបានទៅនឹងការចាប់ផ្ដើមសាងសង់ឋានសួគ៌ដ៏ស្រស់បំព្រងមួយសម្រាប់ខ្លួនឯងអញ្ចឹងវាគឺជាឋានសួគ៌ដែលស្ថិតនៅក្នុងគំនិតរបស់យើងដែលវាមានរូបរាងលក្ខណៈទៅតាមសេចក្តីប្រាថ្នារបស់យើងអ្វីក៏ដោយឲ្យតែមានរូបភាពក្នុងគំនិតវាគង់តែមានរូបភាពពិតប្រាកដនៅក្នុងជីវិតមិនខានឡើយឲ្យតែយើងជឿជាក់សុខ 100%ណាប៉ូឡេអុងហ៊ីលបានសរសេរទុកថាអ្វីក៏ដោយឲ្យតែយើងអាចស្រមើស្រមៃឃើញនិងជឿជាក់នោះវានឹងคล้ายទៅជាការពិតនៅក្នុងជីវិតយើងមិនខាននៅពេលដែលយើងស្រមើស្រមៃទៅដល់អ្វីដែលយើងប្រាថ្នាចង់បានដែលជាឋានសួគ៌នៅក្នុងគំនិតរបស់យើងនោះវានឹងធ្វើឲ្យមានការរំញោចទៅដល់អនុសម្បញ្ញៈដែលជាមេបញ្ជាការធំក្នុងខួរក្បាលបន្ទាប់មកញ៉ាំងឲ្យយើងមានអារម្មណ៍រំភើបរំជើបរំជួលញាប់ញ័ររីករាយក្រៃលែងដែលបណ្ដាលឲ្យកើតមាននូវធម៌ពលដួងចិត្តយ៉ាងពុះកញ្ជ្រោលផ្ទុះចេញពីបេះដូងបាច់ខ្សែពេញរាងកាយជំរុញឲ្យកើតមានទឹកចិត្តឃ្លាវខ្លាក្នុងការធ្វើសកម្មភាពយ៉ាងផុសផុលដើម្បីសម្រេចឲ្យបាននូវសេចក្តីប្រាថ្នានោះកាលណាយើងស្រមើស្រមៃនាំឲ្យយើងកើតមានអារម្មណ៍រំភើបកាលណាកើតមានអារម្មណ៍រំភើបនាំឲ្យកើតធម៌ពលដួងចិត្តកាលណាបើធម៌ពលដួងចិត្តកើតឡើងហើយអ្វីនឹងសម្រេចឡើងតាមលំដាប់លំដោយស្វ័យប្រវត្តិក្តីស្រមៃគឺជារំសេវដែលបញ្ឆេះអារម្មណ៍ឲ្យកើតមានការរំភើបជ្រៅជ្រួលពុះកញ្ជ្រោលខ្មួលខ្មាញ់បញ្ចេញធម៌ពលរុញច្រានរាងកាយដៃជើងឲ្យធ្វើសកម្មភាពយ៉ាងផុសផុលត្បល់ទៅសម្រេចក្តីប្រាថ្នានោះក្តីស្រមៃគឺជាគ្រឿងញ៉ាំងឲ្យកើតធម៌ពលកាលណាយើងស្រមើស្រមៃកាន់តែញឹកនាំឲ្យយើងគិតឃើញកាន់តែច្បាស់ចំណងកើតឡើងកាន់តែខ្លាំងហើយធម៌ពលកើតឡើងកាន់តែសាហាវក្តីស្រមៃបង្កើតរូបអារម្មណ៍កាន់តែស្រមៃរូបភាពកាន់តែផុសច្បាស់កាន់តែស្រមៃកាន់តែឃើញកាន់តែស្រមៃកាន់តែច្បាស់ឃើញកាន់តែច្បាស់គឺកាន់តែចង់កាន់តែស្រេកឃ្លានកាន់តែត្រូវការនិងតណ្ហាកាន់តែពុះកញ្ជ្រោលការស្រមើស្រមៃមិនមែនជាការរវើរវាយនោះទេការរវើរវាយកើតឡើងពីការនឹកឃើញភ្លាមទៅលើរឿងអ្វីមួយតែធ្វើឲ្យមនុស្សមានអារម្មណ៍ស្រាបស្រាក្នុងមួយរំពេចហើយក៏បាត់ទៅវិញហើយក៏កើតឡើងម្ដងទៀតក្នុងរឿងផ្សេងដែលបង្កើតបានរូបអារម្មណ៍មិនច្បាស់លាស់ការរវើរវាយគ្មានប្រយោជន៍អ្វីសម្រាប់ជីវិតនោះទេវាបានត្រឹមតែធ្វើឲ្យខាតបង់ពេលវេលាប៉ុណ្ណោះចំណែកការស្រមើស្រមៃគឺជារូបភាពនៃសេចក្តីប្រាថ្នាដែលជំរុញឲ្យខួរក្បាលចាប់ផ្ដើមដំណើរការគិតប្រឌិតកសាងផែនការនិងរៀបចំយុទ្ធសាស្ត្រដើម្បីសម្រេចវាការរវើរវាយគឺជារឿងអត់បានការស្រមៃគឺជាសេចក្តីប្រាថ្នាដែលជំរុញឲ្យខួរក្បាលចាប់ផ្ដើមគិតរកវិធីសាស្ត្រទៅសម្រេចវាអ្នកក្រពុំដែលមានក្តីស្រមៃនោះទេចំណែកអ្នកមានតែងតែមានក្តីស្រមៃជានិច្ចអ្នកក្រយល់ថាការស្រមើស្រមៃអត់ប្រយោជន៍ដោយសារតែពួកគេយល់ច្រឡំការស្រមើស្រមៃថាជាការរវើរវាយអ្នកមានយល់ច្បាស់ថាការស្រមើស្រមៃគឺជាគ្រឿងជំរុញទឹកចិត្តបង្កើតឲ្យមានធម៌ពលក្នុងការបំពេញការងារនិងសម្រេចក្តីប្រាថ្នាអ្នកក្រខ្លះទៀតមិនហ៊ានធ្វើការស្រមៃទេខ្លាចអ្នកដទៃដឹងនាំឲ្យខ្មាស់គេចំណែកអ្នកមានយល់ថាការស្រមើស្រមៃគឺជាសេរីភាពនៃជីវិតឥតមានរឿងអ្វីដែលត្រូវខ្មាស់គេនោះទេផ្ទុយទៅវិញវាគឺជាវិធីសាស្ត្រឆ្លាតវៃបំផុតក្នុងការបំផុសនិងជំរុញសក្តានុពលឲ្យមានធម៌ពលនិងអំណាចក្នុងការសម្រេចគោលដៅដែលការនេះមនុស្សលង្វង់ខ្លាំងមិនហ៊ានស្រមៃ
มนุษย์ឆ្លាតវៃហ៊ានបង្កើតក្តីស្រមៃជារឿយៗអ្នកក្រខ្លះទៀតគិតថាចាំមានលុយច្រើនសិនឬចាំខ្លាយទៅជាអ្នកមានសិនចាំបង្កើតក្តីស្រមៃជាក្រោយតែអ្នកមានយល់ថាក្តីស្រមៃគួរតែត្រូវបានបង្កើតឡើងមុនអ្វីៗទៀតប៉ះគឺត្រូវធ្វើឡើងមុនពេលមានលុយការបង្កើតក្តីស្រមៃក្រោយពេលមានលុយគឺជារឿងឥតបានការយើងបង្កើតក្តីស្រមៃដើម្បីបញ្ឆេះអារម្មណ៍បង្កើតកាមពលជំរុញសកម្មភាពសម្រាប់គោលដៅគឺជំរុញសកម្មភាពរកលុយដើម្បីក្លាយជាអ្នកមានក្តីស្រមៃគឺជាអ្នកបង្កើតភាពជោគជ័យមិនមែនភាពជោគជ័យជាអ្នកបង្កើតក្តីស្រមៃនោះទេក្តីស្រមៃគឺជាអ្នកបង្កើតអ្វីដែលយើងចង់បាននិងត្រូវការនៅក្នុងជីវិតក្តីស្រមៃគឺជាអ្នកបង្កើតលុយមិនមែនលុយបង្កើតក្តីស្រមៃនោះទេក្តីស្រមៃគឺជាអ្នកបង្កើតភាពជោគជ័យមិនមែនភាពជោគជ័យជាអ្នកបង្កើតក្តីស្រមៃនោះទេយើងត្រូវស្រមៃទៅរកអ្វីដែលយើងប្រាថ្នាចង់បានទោះជាវាធំប៉ុណ្ណាក៏ដោយស្រមៃកាន់តែធំកាន់តែល្អព្រោះថាការស្រមៃធំនាំឲ្យកើតថាមពលខ្លាំងនិងនាំឲ្យមកសម្រាប់ការធំមិនចាំបាច់ខ្វល់ខ្វាយថាយើងមានសមត្ថភាពឬអត់នោះទេដោយសារថាក្តីស្រមៃគឺជាអ្នកបង្កើតសមត្ថភាពឲ្យយើងកាលណាយើងស្រមៃកាន់តែធំវានឹងបង្កើតសមត្ថភាពកាន់តែធំមិនថាការទៅសម្រេចក្តីស្រមៃនោះវាមានការលំបាកប៉ុណ្ណានោះទេឲ្យតែយើងមានក្តីស្រមៃពិតប្រាកដទោះជាវាលំបាកយ៉ាងណាក៏ដោយក៏យើងអាចទៅធ្វើឲ្យវាសម្រេចបានដែរបាទអញ្ចឹងខ្ញុំសូមបញ្ចប់អត្ថបទត្រឹមប៉ុណ្នេះហើយអរគុណសម្រាប់ការតាមដានស្ដាប់កុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗក្រោយទៀតបាទអញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងហើយខ្ញុំនឹងនិយាយទៅអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត